កាត់ឆ្នាំ1965នៅក្នុងគ្រួសារមួយមានប្រពៃណីរៀនសូត្រតាំងពីតរណវីលោកគ្រូថៃរិទ្ធបានចិញ្ចឹមក្តីស្រមៃនិងតួអក្សរនៅឆ្នាំ1983ក្រោយពេលបញ្ចប់កម្រិតវិទ្យាល័យនៅសាលាហងយីវលោកគ្រូបានសម្រេចចិត្តជ្រើសរើសសិក្សាគរុកោសល្យឆ្នាំ1984លោកគ្រូសិក្សានៅសាលាឧត្តមសិក្សាគរុកោសល្យហៅយ៉ាងបច្ចុប្បន្នគឺសាលាឧត្តមសិក្សាគរុកោសល្យកន្ធើជំនាញផ្នែកជីវសាស្ត្រក្រោយ3ឆ្នាំសម្ភាររៀនសូត្រឆ្នាំ1986លោកគ្រូបានបញ្ចប់ថ្នាក់និងចាប់ផ្ដើមការងារបណ្ដុះអក្សរតាំងពីឆ្នាំ1986ដល់ឆ្នាំ1990លោកគ្រូបំពេញការងារនៅសាលាអនុវិទ្យាល័យសង្កាត់លេខ2ទីរួមខេត្តសត្រាំងក្រោយនេះលោកគ្រូបន្តបង្រៀននៅសាលាអនុវិទ្យាល័យសង្កាត់លេខ3ពីឆ្នាំ1990ដល់ឆ្នាំ1995ឆ្នាំ1996គូសសម្គាល់របត់សំខាន់ក្នុងការងាររបស់លោកគ្រូពេលមកបំពេញការងារនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាំបងទីកន្លែងដែលលោកគ្រូផ្សារភ្ជាប់ដល់សប្តាហ៍ថ្ងៃមូលហេតុដែលខ្ញុំបានធានជើងចូលអាជីពគ្រូបង្រៀននេះគឺដំបូងឡើយកើតចេញពីប្រពៃណីគ្រួសារជាមួយគ្នានោះដែរមែនបងហើយអូនថ្លៃហើយអ្នកតាក៏នៅក្នុងអាជីពគ្រូបង្រៀនហើយបញ្ហាខ្ញុំចង់ខ្លាយជាអ្នកផ្ដល់ចំណេះដឹងនៅតាមសាលារៀនហើយនឹងការស្រឡាញ់ការព្យាយាមសិក្សាទូទាំងពីដើមមកយើងស្រឡាញ់ការសិក្សារៀនសូត្រដើម្បីឡើងបណ្ដុះបណ្ដាលឲ្យធនធានមនុស្សសម្រាប់សង្គមទៀតដំបូងទៅមកបំពេញការងារនៅសាលាបាលីណាំបងលោកគ្រូទទួលនាទីបង្រៀនវិទ្យាសាស្ត្រជីវសាស្ត្រនិងគីមីសាស្ត្រទោះបីនៅក្នុងបរិស្ថានណាក៏លោកគ្រូនៅតែរក្សាល្អតួនាទីទទួលខុសត្រូវនិងរបរអស់ពីចិត្តនិងសិស្សានុសិស្សមិនបង្អង់រៀនសូត្រលើកកម្ពស់កម្រិតជំនាញពីឆ្នាំ1995ដល់ឆ្នាំ1998លោកគ្រូបានសម្រេចកម្មវិធីអន្តរសិក្សាសាលាសាកលវិទ្យាល័យហ៊ុយជំនាញគរុកោសល្យជីវសាស្ត្រដោយសមត្ថភាពនិងប្រយោជន៍ភាពរបស់ខ្លួននៅខែកក្កដាឆ្នាំ2013លោកគ្រូបានតែងតាំងជាចៅហ្វាំងរងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាំបូលើនាទីជាអ្នកគ្រប់គ្រងលោកគ្រូមិនត្រឹមតែជាអ្នកដឹកនាំមានចក្ខុវិស័យអស់ពីចិត្តនឹងការងារប៉ុណ្ណោះទេថែមទាំងជាអ្នកចិត្តដិតរស់រាយតែងយកចិត្តទុកដាក់រាល់ការសិក្សានិងរស់នៅរបស់ព្រះសង្ឃដល់ឆ្នាំ2020លោកគ្រូបន្តបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអប់រំនៅសាលាសាកលវិទ្យាល័យត្រាវិញរិទ្ធដែលបានចូលក្នុងសាលាផ្លៃយើងនេះពីដើមចែកគ្រូបង្រៀននៅសាលាពោធិហើយដល់បើកសាលាផ្លៃមកចូលសាលាផ្លៃហើយដល់ចូលសាលាផ្លៃហើយគ្រូរិទ្ធក៏ខំហើយយកចិត្តទុកដាក់ខំបង្រៀនដល់សិស្សដល់អីគ្រប់បែបយ៉ាងមិនតែបញ្ញោដល់ពេលឡើងជាអនុប្រធានហើយជាសាលាដូចជាអស់hiệu tưởngដូចនេះហើយគាត់ខំខ្លាចផ្នែកផងពង្រៀនផងខំយកចិត្តទុកដាក់ទូលមានដល់សម្ភារៈទាំងអស់នោះដើម្បីឲ្យធ្វើល្អមិនតែបន្តសោតទៀតគាត់យកមេរៀនដែលគាត់បានរៀនដឹងហើយគាត់ជួយមកទូលមានដល់សម្ភារៈទាំងអស់នោះឲ្យធ្វើតាមគាត់ដើម្បីធ្វើដល់ល្អហើយសីលធម៌របស់គាត់នឹងល្អណាស់តែចូលជាមួយនឹងគ្រូបង្រៀនជាមួយនឹងសិស្សនឹងល្អមិនមែនបែបធំបែបតូចទេគឺដោយស្របអានគ្នា
ទៅវិញទៅមកមិនមែនថាគាត់ចង់វ៉ាងឲ្យគាត់ធ្វើខ្លាំងធ្វើអីប៉ុន្តែគាត់ធ្វើតែទីស្រឡាញ់រាប់អានរបស់លោកគ្រូអ្នកគ្រូហើយសាមណសិស្សចូលចិត្តគាត់ទាំងអស់ដូចនេះគឺថាគាត់នឹងជាលោកគ្រូគំរូមួយទៅក្នុងសាលា ក្នុងនាមជាគ្រូបង្រៀនអ្វីដែលធ្វើឲ្យខ្ញុំមានការបារម្ភហ្នឹងគឺជាការលំបាករបស់ព្រះសង្ឃសាស្ត្រពីព្រោះព្រះសង្ឃសាស្ត្របាននិមន្តមកតាមបណ្ដាខេត្តហើយនឹងក្រុងអ្នកណាហើយព្រះសង្ឃសាស្ត្រពេកច្រើននៅខ្វះខាតលោកព្រះសង្ឃសាស្ត្រមករៀននេះនៅខ្វះខាតទាំងឡើងការរស់នៅហើយកង្វល់ខាតលក្ខណៈហើយសម្ភារៈសិក្សាផ្សេងក្រៅពីការគ្រប់គ្រងនឹងតម្រង់សិស្សសិក្សានុសិស្សហ្នឹងឲ្យស្របតាមបរិបទសិក្សាហ្នឹងឃើញយើងនៅឃើញមានអាឡែងការលំបាកហើយឡើងចង់ឲ្យប្រសងហ្នឹងស្របតាមឡើងផែនការបណ្ដោះបណ្ដាលកិនសាលាហ្នឹងក៏ជាបញ្ហាមួយដែរដល់ខ្ញុំត្រូវតែយកចិត្តទុកដាក់បំផុត លើនីតិជាចាំងវាងរំលោកគ្រូថៃរិទ្ធតែងបង្ហាញច្បាស់តួនាទីជាអ្នកដឹកនាំគំរូទទួលខុសត្រូវលោកគ្រូមិនត្រឹមតែយកចិត្តទុកដាក់ដល់គុណភាពបង្រៀននិងរៀនប៉ុណ្ណោះទេថែមទាំងផ្ដោតសំខាន់កសាងបរិស្ថានអប់រំស្និទ្ធស្នាលសាមគ្គីទៀតផងលោកគ្រូតែងស្ដាប់យោបល់របស់គ្រូបង្រៀនដើម្បីកែតម្រូវបដូរថ្មីវិធីសាស្ត្រគ្រប់គ្រងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់សាលាជាបេក្ខជនមួយរូបលោកគ្រូតែងរក្សាល្អសិលធម៌នយោបាយផ្នត់រស់នៅលោកគ្រូតែងសកម្មចូលរួមរាល់ចលនាប្រឡងប្រណាំងជាមុខក្នុងបដាសកម្មភាពរបស់សាលានិងភូមិឋានមិនត្រឹមតែមកចត់នឹងការងារលោកគ្រូនៅទាំងចិត្តស្និទ្ធស្មោះត្រង់ក្នុងជីវិតមិត្តរួមអាជីពគ្រប់រាប់អានលោកគ្រូដោយភាពសាមញ្ញណែនាំជួយអស់ពីចិត្តសមណសិស្សគោរពលោកគ្រូដោយការតឹងតែងតែពោពេញក្តីស្រឡាញ់ប្រការសាមញ្ញទាំងនោះបានបង្កើតរូបភាពដ៏ស្អាតមួយពីគ្រូបង្រៀនក្នុងចិត្តរបស់អ្នករាល់គ្នា គ្រូរិទ្ធនឹងតាំងពីដើមមកគាត់មានចរិយារុំទុំស្រូតបូតផ្នែកខាងកិច្ចការបង្ហាត់បង្រៀនគាត់មានការយកចិត្តទុកដាក់ទៅលើសាមណសិស្សទាំងអស់ហើយជាពិសេសហ្នឹងខ្ញុំក៏ជាសិស្សប្រកបការពីវគ្គខាងដើមសិក្សាឡើយគឺគាត់តែងតែយកចិត្តទុកដាក់ទៅលើសិស្សសានុសិស្សណារាល់កម្មវិធីសិក្សាដូចជាធ្វើលំហាត់ធ្វើមើលថាធ្វើការក្រមនាគ្រូតែងតែយកចិត្តទុកដាក់ទៅលើសិស្សហើយមានចិត្តស្រឡាញ់រាប់អានសិស្សជាមួយនឹងគ្រូបង្រៀនអីនៅក្នុងសាលាក៏ដោយគ្រូតែងតែជួយធុរៈកិច្ចការធុរៈជាមួយនឹងគ្រូទាំងអស់នៅក្នុងសាលាមានភារៈកិច្ចអីយ៉ាងណាគ្រូក៏គាត់ក៏ជួយនៅក្នុងការឲ្យយោបល់ឬមួយថាជួយទៅដល់សតិស្មារតីរបស់គ្រូព្រមទាំងសិស្សនឹងឲ្យមានភាពរឹងមាំនៅក្នុងកិច្ចការសកម្មនៅក្នុងសាលាដូចជាការបង្ហាត់ជាមួយនឹងការសិក្សារៀនសូត្ររបស់សិស្សានុសិស្សទាំងអស់អញ្ចឹងដែរព្រោះសម្រាប់អាត្មាឃើញថាលោកគ្រូថតិតគឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវក្នុងការបង្រៀនបង្ហាត់ជាមួយនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងលោកគ្រូតែងខិតខំលើកទឹកចិត្តស្ដាប់និងចែករំលែកអំពីការសិក្សារៀនសូត្ររបស់សាមណសិស្សក្នុងសាលាក៏ដូចជាជីវភាពប្រចាំថ្ងៃផងដែរភាពស្និទ្ធស្នាលនិងសាមញ្ញរបស់លោកគ្រូនឹងធ្វើឲ្យសាមណសិស្សមានភាពកក់ក្ដៅយ៉ាងខ្លាំងហើយសាមណសិស្សអាចងាយបើកចិត្តទូលាយដើម្បីរៀនយកនៅចំណេះវិជ្ជាជាពិសេស
លោកគ្រូក៏ជាមនុស្សដែលមានការប្រឹងប្រែងក្នុងការបង្រៀនលោកគ្រូរបៀបបង្រៀនរបស់លោកគ្រូនឹងគាត់ថាបង្រៀនទន់ភ្លន់ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅសម្រាប់អាត្មាវិញឃើញថាលោកគ្រូមិនត្រឹមតែជាមនុស្សដែលបង្រៀនបង្ហាត់ជាអ្នកឲ្យនៅចំណេះវិជ្ជាទេថែមទាំងលោកគ្រូគឺជាគំរូមួយដ៏ល្អអំពីសិលធម៌និងភាពប្រឹងប្រែងក្នុងជីវិតដើម្បីឲ្យសាមណសិស្សនៅសាលាយើងនេះអាចមើលទៅដើម្បីរៀនយកបានអស់រយៈកាល40ឆ្នាំបំពេញការងារលោកគ្រូថេករិទ្ធតែងលើកកម្ពស់ស្មារតីទូនាទីខ្ពស់និងសម្រេចឆ្នើមរាល់ភារកិច្ចបានប្រគល់ច្រើនឆ្នាំបន្តលោកគ្រូទទួលបានប័ណ្ណសរសើររបស់សាលាថ្នាក់ខេត្តទីក្រុងនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលគាត់សម្គាល់រាល់ការរួមចំណែកដ៏ឆ្នើមក្នុងបុព្វហេតុអប់រំនិងកសាងសាលាមានតម្លៃជាងបណ្ដាកតនាមទាំងនោះអំណោយដ៏មានតម្លៃបំផុតចំពោះលោកគ្រូគឺការធំដឹងក្តីរបស់សិស្សានុសិស្សនិងសមណសិស្សរាល់ចំនួនឆ្លងកាត់បទពិសោធន៍នៃ40ឆ្នាំនេះការធ្វើនៅលើវេទិកាបង្រៀននឹងខ្ញុំមានអារម្មណ៍រំភើបហើយសប្បាយមានមោទនភាពជាខ្លាំងខ្ញុំមានមោទនភាពដោយសារខ្ញុំបានឡើងជើរើសជាអាជីពគ្រូបង្រៀនយើងអានឹងដែលខ្លួនស្រឡាញ់នឹងបានចូលរួមចែកចំណែកបណ្ដោះបណ្ដាលហើយតម្រង់ទិសឲ្យប្រសង់ជាច្រើនអង្គហើយសម្រាប់រូបខ្ញុំពេលរយៈនៃ40ឆ្នាំនេះជាការចងចាំអនុស្សាវរីយ៍ល្អក្នុងជីវិតខ្ញុំហើយខ្ញុំមានបំណងប្រាថ្នាចង់ឃើញសិស្សអនុសិស្សហើយប្រសង់គ្រប់ព្រះអង្គនឹងទទួលបានជោគជ័យហើយខ្លាយជាអ្នកបន្តវេនល្អដល់អនាគត40ឆ្នាំដំណាក់កាលដកវែងអនឡាញនៃការលះបង់មិនឈប់ឈរលោកគ្រូថេករិទ្ធមិនត្រឹមតែជាគ្រូបង្រៀនមួយរូបប៉ុណ្ណោះទេថែមទាំងជានិមិត្តរូបរបស់ស្មារតីតួនាទីស្រឡាញ់មុខរបរនិងលះបង់ស្ងប់ស្ងាត់ទៀតផងរឿងរ៉ាវរបស់លោកគ្រូនឹងបន្តសាយភាយផ្ដល់កម្លាំងឲ្យលោកគ្រូអ្នកគ្រូនិងសមណសិស្សជាច្រើនលើផ្លូវជីវិតស្វែងរកវិជ្ជា